ជំរាបសួរខ្ញុំបាទឈ្មោះពេជ្រសំអាតខ្ញុំបាទជាប្រធានផ្នែកជាន់ខ្ពស់នៃកម្មវិធីតែធំជំនួសខ្ញុំបានធ្វើការជាមួយអង្គការមលុបតប៉ាងអស់រយៈពេល13ឆ្នាំហើយមលុបតប៉ាងមិនមែនជាមណ្ឌលកុមារកំព្រាទេក្រុមគ្រួសារគឺជាជម្រើសទី1សម្រាប់កុមារដោយសារការរស់នៅជាមួយក្រុមគ្រួសារគឺបង្កើតភាពកក់ក្ដៅកុមារមានការអភិវឌ្ឍនិងមានការលូតលាស់បានល្អគោលដៅរបស់ពួកយើងគឺដើម្បីផ្ដល់ជូនទី1ទីជម្រកបណ្ដោះអាសន្នយើងផ្ដល់កន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាពដល់កុមារផ្ដល់អាហារសម្លៀកបំពាក់សេវាថែទាំសុខភាពការអប់រំនិងសកម្មភាពនានាដើម្បីឲ្យពួកគេរៀនអំពីបំណិនជីវិតនិងភាពច្នៃប្រឌិតទី2យើងផ្ដល់សេវាសមរណកម្មទៅកាន់គ្រួសារយើងជួយកុមារស្វែងរកឪពុកម្ដាយនិងសាច់ញាតិរបស់ពួកគេដើម្បីឲ្យពួកគេត្រឡប់ទៅផ្ទះនិងអាចទៅរស់នៅជាមួយក្រុមគ្រួសាររបស់ពួកគេប្រកបដោយសុវត្ថិភាពទី3ការថែទាំនៅតាមសហគមន៍យើងស្វែងរកឪពុកម្ដាយចិញ្ចឹមឬសាច់ញាតិដែលអាចមើលថែទាំកុមារដែលមិនមានការគាំទ្រពីក្រុមគ្រួសារសេវានេះក៏គាំទ្រដល់គ្រួសារដែលមានបំណងចង់ស្មុំកូនយកទៅចិញ្ចឹមក្រុមការងាររបស់យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានដើម្បីបញ្ជូនកុមារត្រឡប់ទៅរស់នៅជាមួយក្រុមគ្រួសារឬសាច់ញាតិចិញ្ចឹមរបស់ពួកគេក្រុមការងារបានចុះតាមដានកុមារបន្ទាប់ពីបង្រួបបង្រួមទៅក្រុមគ្រួសារដើម្បីធានាថាពួកគេមានសុវត្ថិភាពនិងបានទៅរៀនទៀងទាត់សូមអរគុណច្រើនសម្រាប់អស់លោកអ្នកដែលបានគាំទ្រសូមអរគុណសូមជម្រាបលា